Scott Holland នាំជួនជាពិសេសដោយ ស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរសាប៊ូកក់សក់ឃ្លាមានអង្គរស្រស់ស្រាយពិតប្រាកដខ្ញុំមានអ្វីត្រូវលាក់បាំងដូច្នេះដើម្បីកុំឲ្យលោកអ្នកទន្ទឹងរង់ចាំយូរសូមជួបជាមួយនឹងបេក្ខជនញ៉ាំកាណូ Cambodia Scott Holland La donna immobile, qual piuma al vento, muta d'assento e di pensiero, sembra un'amabile e ci ha troviso in pieno riso e menzognero. La donna immobile, qual piuma al vento, muta d'assento e di pensiero. E sempre misero chi era e s'affida, chi confida al caltore, pur mai non sensi felici a pieno chi su quel seno non gli fa amore. La donna immobile al più mal ventoសំឡេងខ្ពស់ណាស់បាទស្ដាប់ឲ្យឡើងព្រឺសបល់បាទប៉ាដឹងស្ដាប់ថាម៉េចអត់ដឹងទេគ្នាបាទអត់ដឹងបាទណែសុំទោសបាទសួរបន្តិចបាត់ជំនាញមិញអត្តន័យថាយ៉ាងម៉េចដែរបាទអូនជាទីស្រឡាញ់របស់បងចំណងមានចំណងថាអូនជាទីស្រឡាញ់របស់បងអូពិតជាមានន័យសុំសរសើរព្រោះណាខ្ញុំទៅយល់ពេលហ្នឹងមិញយល់មិញណែខ្ញុំសុំមួយម៉ាត់ចុងក្រោយទេការច្រៀងកូរ៉ាល់ហ្នឹងឧទាហរណ៍ជាបាត់អោស្នេហ៍មេបងអាចទៅរួចទេមើលទៅបាទបានតាបងបានដែរអាចសាកបានទេបាទសុំសាកទេបាទអូស្នេហ៍មេបងស្ដាប់ភ្លេងអូនច្រៀងបំពេអូពីរោះបាទទុំបីតែបត់ជ្រៀងធម្មតាក៏ពីរោះដែរលោកសុគន្ធមានអ្វីចង់ជំរាបសួរបាទសូមជើញបាទឆ្លងមកដល់វគ្គនេះតើបាទអារម្មណ៍យ៉ាងណាដែរដែលបានមកកាន់វគ្គ live show បាទនៅក្នុងវគ្គនេះដែរខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលខ្ញុំបានបញ្ចេញសមត្ថភាពដើម្បីបង្ហាញឲ្យទស្សនិកជនខ្មែរបងប្អូនខ្មែរយើងឲ្យស្គាល់លក្ខណៈបទចម្រៀងអូប៉េរ៉ាថាខ្មែរយើងក៏អាចច្រៀងដូចបរទេសដែរបាទសូមអរគុណបាទអរគុណច្រើនបាទចំពោះការបង្ហាញនៅអារម្មណ៍ទៅពេលនេះបាទជាបន្តគឺសូមជូនជាមតិយោបល់ដំបូងគេគឺសូមជូនទៅកាន់អ្នកនាងខាត់សុខីមអរគុណចាអរគុណអូប៉េរ៉ារបស់លោកពីរោះចាប៉ុន្តែនេះខ្ញុំសោកស្ដាយមួយគឺលោកអត់ព្រមយកបទខ្មែរមកច្រៀងតាមពិតមានបទខ្មែរច្រើនណាដូចជាព្រៃប្រសិទ្ធដូចជាបទស្នាដៃសម្ដេចតាទួតយើងគឺថាអាចយកមកបានអាហ្នឹងខ្ញុំសម្រាប់ចិត្តខ្ញុំតែខ្ញុំចង់ឲ្យលោកច្រៀងបទខ្មែរច្រើនជាងសម្រាប់ចិត្តខ្ញុំណាចាប៉ុន្តែការច្រៀងរបស់លោកគឺល្អចាល្អស្រែកបានខ្ពស់សម្លេងនិងល្អចាអញ្ចឹងក៏សូមកោតសរសើរដល់លោកដែលលោកបានជ្រើសរើសយកការប្រឡងមួយនេះយកមកសម្ដែងជូនទស្សនិកជនឲ្យគាត់បានជ្រាបសូមអរគុណជូនពរលោកឲ្យមានសំណាងល្អចាអរគុណច្រើនអរគុណច្រើនបាទជាបន្តគឺសូមអនុញ្ញាតបាទគ្រប់អញ្ជើញទៅដល់បាទចាត់កុយផ្ដល់ជាមតិយោបល់ជូនទៅដល់បាទបេក្ខជនរបស់យើងបាទបើចំពោះខ្ញុំស្ដាប់ទៅឃើញថាល្អកម្រអ្នកបានធ្វើដូចរួចបានយ៉ាងហោចណាស់ក៏មានកូនខ្មែរយើងម្នាក់ដែលច្រៀងបានល្អអញ្ចឹងសំឡេងខ្ពស់អញ្ចឹងគឺមិនចាញ់គេខាងផ្នែកខាងអឺរ៉ុបទេ
បាទមានកម្មវិធីអីមួយក៏មានកូនខ្មែរយើងសម្រាប់ដូចថាបញ្ចេញនៅសំឡេងអូប៉េរ៉ាសម្រាប់ដោយភ្ញៀវជាតិភ្ញៀវអន្តរជាតិដែលមកដូចថាទស្សនានៅប្រទេសកម្ពុជារបស់យើងដែរបាទសូមជូនពរបាទឲ្យអូនទទួលបានបទច្រើនអរគុណ បាទអរគុណចំពោះមតិរបស់ដ៏ល្អពីចាត់ KOY បាទជាចុងក្រោយគឺសូមជូនដល់តារាជំនាញរបស់យើងគឺចាត់ព្រៀបសូវ៉ា អរគុណសំឡេងបងអូនបានល្អឡើងចុះគឺមានលំនឹងហើយកលិកលុកលាក់ទៀតបងអូនជាងបានល្អ អរគុណ បាទនេះគឺជាសំឡេងមួយអូប៉េរ៉ាដែលខ្ញុំស្រឡាញ់ដែរសំឡេងហ្នឹងព្រោះអានេះសំឡេងនេះមិនងាយទេមិនងាយនឹងយើងធ្វើទេធ្វើត្បិតយើងគិតថាយកពីច្រៀងពីគេមកក៏ពិតមែនក៏ប៉ុន្តែសំឡេងកាលណាបើសិនជាយើងយកហើយយើងបានល្អគឺរឹតតែល្អសូមសរសើរ អរគុណ ក៏ឲ្យបងប្អូនទស្សនិកជនវោតបងអូនឲ្យបានច្រើន បាទអរគុណច្រើនបាទចំពោះប្រិយមិត្តទូរទស្សនិកជនបាទស្រឡាញ់ការសម្ដែងរបស់បាទបេក្ខជនញ៉ាំងកាណុលនោះសូមកុំភ្លេចបាទចូលទៅក្នុង Right Message បាទវាយលេខកូដរបស់គាត់គឺលេខកូដលេខ6បាទផ្ញើមកកាន់2014ដែលយើងមាន3ប្រព័ន្ធគឺ Smart Cell Card និងបាទ Smartphone បាទដូច្នេះសូមបាទបងប្រុសបាទសម្រាប់បានបាទអរគុណច្រើនណាស់បាទជួបគ្នាពេលបន្តទៀតបាទអរគុណច្រើន